ចាជម្រាបសួរបងប្អូនទាំងអស់គ្នាសូមស្វាគមន៍មកកាន់ Channel YouTube អំពង Cooking ថ្ងៃនេះខ្ញុំនឹងបង្ហាញបងប្អូនពីរបបធ្វើខ្ទឹមជ្រក់ចាបងប្អូនចង់ធ្វើលក់ពងទាកូនឬមួយក៏ញ៉ាំជាមួយនឹងសាច់អីផ្សេងៗក៏បានឬមួយក៏បងប្អូនធ្វើទុកញ៉ាំនៅផ្ទះក៏បានដែរចាហើយគ្រឿងផ្សំខ្ញុំនឹងប្រាប់បងប្អូននៅខាងចុងវីដេអូនៅពេលដែលលេខគ្រឿងផ្សំណាចាហើយសម្រាប់ខ្ទឹមគឺខ្ញុំចាត់ជាចំណិតបែបនេះខ្ញុំយកទៅស្រង់ទឹកក្តៅប្រហែលជាមួយនាទីបងប្អូនស្រង់មកត្រាំជាមួយនឹងទឹកកកបងប្អូនដើម្បីឲ្យខ្ទឹមរបស់យើងហ្នឹងគឺនៅតែស្រួយល្អបងប្អូនចានៅពេលដែលយើងត្រាំខ្ទឹមយើងហើយបងប្អូនត្រាំប្រហែលជា10-20នាទីទៅយើងឆ្លៀតដល់ពេលហ្នឹងគឺយើងមកម្ទេសរបស់យើងម្ទេសនេះគឺខ្ញុំប្រើចំនួន20គ្រាប់បើសិនជាបងប្អូនមានម្ទេសម៉ាឡេគឺដាក់ម្ទេសម៉ាឡេទៅហើយយើងបន្ថយម្ទេសនេះវិញទៅតែដោយសារតែខ្ញុំដើររកតែអត់បាននេះម្ទេសម៉ាឡេបងប្អូនដើម្បីជំនួយពណ៌របស់យើងស្អាតចាហើយយើងស្រង់មើលតាម្ទេសរបស់យើងរៀងស្លោបល្មមហើយបងប្អូនស្រង់ចេញមកចាហើយនេះយើងយកមកក្លុកណាចាអញ្ចឹងខ្ញុំនឹងប្រាប់បងប្អូនចាម្ទេសនេះគឺខ្ញុំប្រើ20គ្រាប់ហើយសម្រាប់ស្ករក៏គឺខ្ញុំប្រើ90ក្រាមចាទឹកខ្មេះខ្ញុំប្រើចំនួន70ក្រាមឯងបងប្អូនយើងដាក់ចូលក្នុងម៉ាស៊ីនក្លុកចាហើយប៊ីចេងគឺខ្ញុំប្រើមួយចុងស្លាបព្រាបាយចាហើយបន្ទាប់មកគឺអំបិលខ្ញុំប្រើចំនួន1ស្លាបព្រាបាយបងប្អូនយើងដាក់ក្លុកគ្រឿងទាំងអស់ហ្នឹងឲ្យចូលគ្នាជាតិមិនណាបងប្អូនចានេះទឹកខ្មេះខ្ញុំចាក់ទឹកខ្មេះចូលហើយយើងធ្វើការក្លុកបើសិនជាបងប្អូនមិនទេមកលើដាក់ទៅពណ៌កាន់តែអែមហ្មងតែខ្ញុំរត់ទៅញ៉ាត់បានទេចឹងហើយខ្ញុំក៏ដាក់ម្ទេសដែលមានហ្នឹង20គ្រាប់តែម្ដងប៉ុន្តែខ្ញុំក៏មានបន្ថែមជាម្ទេសហុយរបស់ការ៉េដើម្បីឲ្យវាមានពណ៌ស្រស់ស្អាតអញ្ចឹងណាបងប្អូនចាហើយខ្ទឹមរបស់យើងស្រង់ផាមកដាក់សម្រាប់ទឹកហើយយើងធ្វើការចាក់គ្រឿងផ្សំនឹងចូលឲ្យបងប្អូនច្របល់ចូលគ្នាឲ្យសព្វណាចាខ្ទឹមជ្រូករបស់យើងគឺបងប្អូនអាចធ្វើព្រាមញ៉ាំបានព្រាមដែរតែបើសិនជានេះបងប្អូនចាដាក់នៅក្នុងទូទឹកកកទៅគឺអត់ខូចទេអាចទុកបានយូរបងប្អូនចាហើយវីដេអូរបស់យើងក៏មានអីដែរគឺមានតែប៉ុណ្្នឹងឯងចាអញ្ចឹងអរគុណច្រើនបងប្អូនបើសិនជាមានអត្ថប្រយោជន៍ដល់បងប្អូនកុំភ្លេចធ្វើការ like និង share វីដេអូម្នាក់មួយអរគុណ